ថ្ងៃនេះម្ចាស់ហ៊ុនសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី5ទាំងជាង 90% ត្រូវបានតុលាការហៅឲ្យចូលបំភ្លឺតាមបណ្ដឹងរបស់ម្ចាស់ហ៊ុន 7%រឿងរ៉ាវទាក់ទិនទៅនឹងចំនួនរវាងម្ចាស់ភាគហ៊ុនសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី5ដែលម្ចាស់ភាគហ៊ុនប្រមាណជាង 90% ដែលដឹកនាំដោយលោកសេងឧត្តមបានសម្រេចបញ្ឈប់តួនាទីលោកស្រីកុលចន្ទានិងលោកហ៊ីមហុកលីងពីតួនាទីជានាយិកានិងនាយករងមិនទាន់ចប់នៅឡើយទេនារសៀលថ្ងៃទី25ខែមីនាឆ្នាំ2026នេះលោកសេងឧត្តមដែលជាតំណាងម្ចាស់ភាគហ៊ុនសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី5បានបង្ហោះសារនៅលើបណ្ដាញសង្គមថារឿងថ្មីពិតជាកំពូលមនុស្សថោកទាបមែនមិនចោះចេញពីតំណែងមិនព្រមប្រគល់ទ្រព្យនិងក្រុមហ៊ុនឲ្យម្ចាស់គេវិញបែរជាចោលលួចគេហើយខំប្រឹងទៅប្តឹងម្ចាស់លុយហ៊ុនធំគ្រប់គ្នាថែមទៀតកុលចន្ទានិងហ៊ីមហុកលីងដោយអំពើអាងយ៉ាងមានខ្សែធំខ្នងក្រាស់ចាំការពារចោលពីអ្នកនេះលោកសេងឧត្តមបានសរសេរសារលើ Facebook ថាព្រឹកនេះនិងឥឡូវនេះពួកខ្ញុំទាំងអស់គ្នាជាម្ចាស់ហ៊ុន 90% កំពុងឆ្លើយបំភ្លឺនៅតុលាការមិនទាន់ឆ្លើយបំភ្លឺចប់ដោយសារចោលវាប្តឹងមានម្ចាស់ភាគហ៊ុនច្រើនអ្នកក្នុងថ្ងៃនេះផងដែរពួកយើងជាម្ចាស់ហ៊ុនធំទទួលបានពាក្យប្តឹងថ្មីរបស់កុលចន្ទានិងហ៊ីមហុកលីងដែលបុគ្គលពីរនាក់នឹងធ្វើរឿងខុសច្បាប់ហើយឬចង់ចាប់ម្ចាស់ហ៊ុនទាំងអស់ចូលគុកដើម្បីបានប្លន់និងលួចក្រុមហ៊ុនគេជាកម្មសិទ្ធិរបស់លោកទាំងពីរនាក់ដើម្បីឲ្យចប់រឿងមែនលោកសេងឧត្តមថាលិខិតក៏ហៅនៅមានច្រើនអ្នកទៀតពួកខ្ញុំទាំងអស់គ្នាជាម្ចាស់ហ៊ុន 90% ជាងនិងជាជនរងគ្រោះសូមស្នើដល់ថ្នាក់ដឹកនាំមានឯកឧត្តមសសុខាអបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសថេតអគ្គស្នងការនគរបាលជាតិឯកឧត្តមហ៊ុនកំជាតិប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌សូមមេត្តាជួយរកយុត្តិធម៌ដល់ពួកខ្ញុំទាំងអស់គ្នាផងសូមជម្រាបថាកាលពីថ្ងៃទី26ខែកុម្ភៈឆ្នាំ2026លោកសេងឧត្តមប្រធានក្រុមប្រឹក្សាភិបាលនិងអ្នកតំណាងម្ចាស់ភាគហ៊ុនសាលាបញ្ញាសាស្ត្រសាខាទី5និងហាងបញ្ចាំបូលីកាចំនួន4នាក់ផ្សេងទៀតបានសម្រេចបញ្ឈប់តួនាទីលោកស្រីកុលចន្ទានិងលោកហ៊ីមហុកលីងពីតួនាទីជានាយិកានិងនាយករងនៃសាលាបញ្ញាសាស្ត្រសាខាទី5និងហាងបញ្ចាំបូលីកាចាប់ពីថ្ងៃទី2ខែមីនាឆ្នាំ2026តទៅការបញ្ឈប់តួនាទីនាយកប្រតិបត្តិទាំងពីរនាក់លើនេះលោកសេងឧត្តមដែលជាប្រធានក្រុមប្រឹក្សាភិបាលនិងអ្នកតំណាងម្ចាស់ភាគហ៊ុនសាលាបញ្ញាសាស្ត្រសាខាទី5និងហាងបញ្ចាំបូលីកាបានគូបញ្ជាក់ថាកន្លងមកនេះលោកស្រីកុលចន្ទានិងលោកហ៊ីមហុកលីងគ្រប់គ្រងចំណូលចំណាយលើសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី5និងហាងបញ្ចាំបូលីកាដោយគ្មានដំណាភៀបមិនប្រើប្រាស់គណនីធនាគាររួមដែលបានកំណត់ប្រើប្រាស់តែគណនីធនាគារផ្ទាល់ខ្លួនមិនប្រជុំក្រុមប្រឹក្សាភិបាលនិងប្រើប្រាស់សិទ្ធិដោយបំពានអាងយ៉ាងផ្ដាច់មុខយកធ្វើជាម្ចាស់កម្មសិទ្ធិលើអាជីវកម្មសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី5និងហាងបញ្ចាំបូលីកាទាំងដែលអ្នកទាំងពីរនាក់លើនេះមានហ៊ុនមិនដល់ 10% នៃហ៊ុនសរុបផង